Well, first of all, congratulations to Bisaka. We ជាដំបូងអបអរសាទរទៅកាន់ក្រុមវិសាខានៅថ្ងៃនេះគឺពួកគេពិតជាលេងបានល្អហើយពួកយើងអត់មានលេសអីទាំងអស់គឺថ្ងៃនេះគឺវិសាខាលេងបានល្អជាងពិតមែនហើយសម្រាប់យើងគឺយើងបានឈ្នះច្រើនសប្តាហ៍មកហើយសប្តាហ៍នេះគឺយើងអត់បានទទួលបានជ័យជំនះហើយมันមានលេសអីទាំងអស់ចំពោះថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងតាំងពីចាប់ដើមដំបូងគឺវិសាខាគឺគេចាប់ដើមបានល្អជាងគេមានមហិច្ឆតាខ្លាំងជាងយើងហើយជាចុងក្រោយគឺគេទទួលបានជោគជ័យអញ្ចឹងយើងដូចបានដឹងហើយអញ្ចឹងវិសាខាថ្ងៃនេះគឺអបអរសាទរ excuse that we play on Thursday. We had chances, we didn't take it. The two goals were two soft goals. And at the end, in chances we were more equal also. But they won because they were better today. Well, Visal had some problem on his knee. Rio joined the second half. កីឡាករខាងយើងមានវិសាលយើងចាំមើលថាព្រោះដោយសារការប្រកួតហ្នឹងក៏មានបញ្ហាតិចតួចហើយរីយ៉ូគឺគាត់ចូលក្នុងតង់ទី2ព្រោះមូលហេតុគាត់មានបញ្ហាសាច់ដុំហើយនឹងសម្រាប់ម៉ាទីវគឺគាត់កម្លាំងគាត់គឺអត់ទាន់សម្រាប់ការប្រកួត90នាទីនៅឡើយអញ្ចឹងក្រៅពីហ្នឹងគឺកីឡាករផ្សេងរបស់យើងដូចជាអត់អីទេសម្រាប់ខាងវិសាខាវិញដូចគាត់បាននិយាយតាំងពីដំបូងក្នុងការប្រកួតនេះគឺពួកគាត់រៀងស្រស់ស្រាយពួកគាត់មានទំនុកចិត្តនៅក្នុងការលេងហើយពួកគាត់មានគុណភាពកីឡាករល្អតាំងកីឡាករចាប់ផ្ដើមដំបូងក៏ដូចជាកីឡាករបំរុងហើយវាស័ក្តិសមហើយដែលជាក្រុមគាត់គឺឥឡូវនេះកំពុងតែប្រជែង I said before the game and I say now they are on the race for the trophy also.